នៅឆ្នាំ1986 យន្តហោះ F4 Patton បានក្លាយជារថយន្តសង្គ្រោះបន្ទាន់ល្បឿនលឿនជាងសម្លេងនៅពេលដែលយន្តហោះសង្គ្រោះបន្ទាន់មួយគ្រឿងបានជាប់គាំងនៅលើផ្លូវរថយន្តហោះ Fargo ទុកឲ្យបេះដូងដែលបានបរិច្ចាគរបស់ទារកអាយុ4ខែជាប់គាំងជាមួយនឹងពេលវេលាកាន់តែខើទៅពេលនោះគឺនៅថ្ងៃទី23ខែធ្នូឆ្នាំ1986ភាពត្រជាក់ក្រោម0អង្សាបានវាយប្រហារម៉ាស៊ីនស៊ីវិលទាំងអស់ធ្វើឲ្យបេះដូងដែលបានបរិច្ចាគរបស់លោក Michael McCann ជាប់នៅក្នុងភាពងងឹតរាល់នាទីនៅខាងក្រៅរាងកាយកាន់តែចុះខ្សោយដើម្បីរស់រានមានជីវិតពីការធ្វើដំណើរចម្ងាយ1500ម៉ៃទៅកាន់ទីក្រុង San Francisco សរីរាង្គនេះត្រូវទៅដល់ Stanford មុនពេលថ្ងៃរះដោយសារតែយន្តហោះ Fargo ផ្អាកជើងហោះហើរអភិបាលរដ្ឋបានហៅកងការពារជាតិដែលជាយន្តហោះតែមួយគត់ដែលអាចចាប់ផ្ដើមប្រតិបត្តិការដ៏លំបាកមួយនេះគឺយន្តហោះ F4 Patton ផលិតឡើងដោយដៃថេបសម្រាប់សង្គ្រាមត្រជាក់អ្នកបើកយន្តហោះ Robert Bigland បានចងភ្ជាប់ម៉ាស៊ីនត្រជាក់វេជ្ជសាស្ត្រចូលទៅក្នុងកាប៊ីនខាងក្រោយដោយប្រែក្លាយទីតាំងអាវុធទៅជាកន្លែងថែទាំល្បឿនលឿនដើម្បីជួយសង្គ្រោះដល់អ្នកទទួលអាយុ4ខែគាត់បានធ្វើឲ្យបេះដូងតូចមួយនេះទទួលរងនៅរំញ័រខ្លាំងនិងកម្លាំងជីនៃការហោះហើរល្បឿនលឿនជាងសម្លេងនៅម៉ោង 3:06 នាទីព្រឹក Bigland បានបញ្ឆេះម៉ាស៊ីនហើយចេញដំណើរតែម្នាក់ឯងអស់រយៈពេល3ម៉ោងយន្តហោះ Patton បានហោះយ៉ាងលឿនឆ្ពោះទៅទិសខាងលិចដល់ដែនកំណត់របស់ខ្លួនដោយបញ្ចេញចំហាយពេញមេឃដើម្បីគេចពីភាពជាប់គាំងក្នុងរដូវរងានៅម៉ោង 4:43 នាទីព្រឹកសំឡេងសម្បកកងយន្តហោះបានបំលឺឡើងលើផ្លូវរដ្ឋ Moffitt Field ហើយថ្ងៃនេះបេះដូងនោះលោតញាប់ជាងពេលណាទាំងអស់ដោយសារតែល្បឿនយន្តហោះបានប្រឹងប្រជែងឲ្យទាន់ពេលវេលា